Hello សូមស្វាគមន៍មកកាន់ Channel ពេជ្រសម្រាប់រឿងតែមុននឹងចូលដល់សាច់រឿងរបស់យើងadmin ក៏សូមពឹងអ្នកនរគ្នាជួយចុច Subscribe ចុច Like និងចុចចែកសញ្ញាកណ្ដឹងនៅលើវីដេអូរបស់ admin ផងដើម្បីជាការលើកទឹកចិត្តដល់ admin ហើយ admin ក៏សូមពឹងអ្នកនរគ្នាចូលទៅក្នុងក្រុមនេះម្នាក់មួយផងអាច scan ទៅលើ QR code នេះបានដើម្បីទទួលបានដំណឹងថ្មីៗពី admin អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលដល់សាច់រឿងរបស់យើងទាំងអស់គ្នាសាច់រឿងនៅភាគទី9របស់យើងក៏ចាប់ផ្ដើមឡើងនៅពេលដែលឃើញតុងតុងកំពុងតែអង្គុយម្នាក់ឯងហើយក៏ដូចជាងក់ផងដែរពេលហ្នឹងគិតថាអញ្ចឹងតើពេលណាទើបលោកប៉ាត្រឡប់ទៅផ្ទះវិញទៅដល់ពេលណាទៅប៉ាគាត់និយាយការងាររួចអញ្ចឹងណាវាទៅគ្នាងុយដេកចង់ត្រឡប់ទៅផ្ទះតែពេលហ្នឹងក៏ភ្ញាក់ផ្អើលនឹងអ្នកស្រីចិនក៏ដើរមកហើយគាត់ក៏ប្រាប់ទៅកាន់តុងតុងថាកុំឲ្យហៅគាត់ថាលោកស្រីទៀតហើយគាត់ក៏ច្ងល់មកខ្លួនឯងថាតើឯងមើលមកខ្ញុំទៅចាស់ដល់ថ្នាក់ហ្នឹងមែនទេចំណែកតុងតុងក៏កវីក្បាលឡើងខ្ជិះជួនមែនទេហើយក៏និយាយថាអ្នកមីងគឺស្អាតដូចជាបងស្រីម្នាក់យ៉ាងអញ្ចឹងណូចេះសរសើរមាត់តែក្មេងគឺនិយាយពាក្យពិតគាត់អត់ចេះកុហកអញ្ចឹងមានន័យថាគាត់និយាយគឺវាពិតណាពេលហ្នឹងលោកស្រីចិនក៏បានទៅលុបច្បិចពណ៌របស់តុងតុងព្រមទាំងនិយាយថាឯងពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ចំណែកតុងតុងក៏គិតក្នុងចិត្តថាអ្នកមីងនៅឯផ្ទះនោះគាត់ក៏និយាយថាមានតែស្ត្រីដែលមានកូនទេទើបយើងអាចហៅគាត់ថាអ្នកមីងបានពេលហ្នឹងតុងតុងក៏បានសួរទៅកាន់គាត់វិញថាតើអ្នកមីងមានកូនឬអត់ពេលនោះលោកស្រីចិនក៏បាននិយាយទាំងបែបហៃចាហើយលោកចិនចង់ឲ្យខ្ញុំមានកូនណាប៉ុន្តែគាត់ក៏ត្រូវដឹងថាគុណភាពទឹកកាមរបស់គាត់ហ្នឹងវាយ៉ាងម៉េចដែរជុំនិយាយតែមើលទៅតុងតុងតែដល់គ្នាសញ្ញាសួរលោតនៅលើក្បាលហើយណែលោកស្រីចិនហ្នឹងគាត់និយាយថាហាណើចុះបដូរប្រធានបទនិយាយវិញនិយាយអញ្ចឹងតើអាហារពេលល្ងាចនេះឆ្ងាញ់ឬអត់តុងតុងក៏និយាយទាំងសើចថាបាទគឺឆ្ងាញ់ខ្លាំងណាស់លោកស្រីចិនក៏និយាយដាក់តុងតុងទៀតថាថ្ងៃក្រោយបើឯងចង់មកញ៉ាំអាហារពេលល្ងាចនៅទីនេះឯងអាចមកប្រាប់ឲ្យតកងឡានជូនឯងមកបានព្រោះថាណាមួយប៉ារបស់ឯងក៏រៀងរវល់ច្រើនដែរតុងតុងក៏រៀងមិនមាត់មិនកោហើយក៏អោនមុខចុះលោកស្រីចិនក៏និយាយថាតើឯងខ្លាចលោកចិនមែនទេគាត់ក៏បានយកដៃទៅអង្អែលក្បាលរបស់តុងតុងព្រមទាំងនិយាយថាកុំបារម្ភអីថ្មីបើគាត់មានចរិតរៀងកោងកាចបន្តិចមែនមុខស្អុយអញ្ចឹងប៉ុន្តែគាត់ដូចជាលោកប៉ារបស់ឯងយ៉ាងអញ្ចឹងគឺគាត់មិនមែនជាមនុស្សអាក្រក់អីទេណាមួយបើឯងមកមែនក៏មិនប្រកាសថានឹងជួបគាត់រាល់ថ្ងៃហើយគាត់នឹងគួរឲ្យខ្លាចដូចអញ្ចឹងដែរចំណែកតុងតុងក៏មិនមាត់ឬគិតក្នុងចិត្តថាពួកគាត់គឺមិនដូចគ្នាទេមិនដូចសំបីតែបន្តិចគេក៏ឃើញទៅលោកប៉ារបស់គេថាថ្មីបើថាលោកប៉ារបស់គាត់នឹងបើតុងតុងនឹងតែងតែមានមុខស្មើពិតមែនប៉ុន្តែគាត់គឺអត់តឹងតែងពេកឬក៏កាចដាក់ខ្លួនឯងពេកទេអត់កាចដាក់តុងតុងពេកទេឃើញចរិតបលៀនជូក៏រៀងថ្នាក់ក្នុងតុងតុងអញ្ចឹងណាទិញអាស្ករថ្នាំនឹងខ្ញុំឲ្យហើយតែងតែអង្គុយជួយមើលតុងតុងពេលរៀនចឹងទៅមានន័យថាពីអ្នកគាត់នឹងគឺអត់ដូចគ្នាទេសាច់រឿងក៏បានកាត់មកដល់យប់ឡើងក៏ឃើញថាពួកគេកំពុងតែនៅក្នុងឡានត្រឡប់មកផ្ទះវិញពេលនោះឃើញតុងតុងបានគេងក្នុងឡាននឹងហៀទឹកមាត់ទៅហើយលៀនជូក៏បានបីតុងតុងចុះពីឡានយកមកគេនៅក្នុងបន្ទប់ព្រមទាំង10ភួយផងដែរគេក៏នៅសម្លឹងមុខតុងតុងបន្តិចបែបកសែភ្នែកបែបរៀងស្ទន់បន្តិចឡើងក៏មានសារលោតឡើងនៅក្នុងទូរស័ព្ទលៀនជូក៏បញ្ញាប់ចាក់ចេញពីបន្ទប់ទាញទ្វារបិទភ្លាមរួចក៏មើលក្នុងសារឡើងជ្រួញចិញ្ចើមតែម្ដងសាច់រឿងក៏បានកាត់មកដល់កន្លែងមួយផ្សេងទៀតក៏ឃើញថាឡានចាប់ផ្ដើមមកចតទៅហើយពេលនោះក៏មានអ្នកមកហៅថាលោកលៀនហេតុអីក៏លោកមកទីនេះអូម្នាក់ហ្នឹងគឺជំនួយការរបស់លៀនជូតែអត់មានអត់តន់ដឹងឈ្មោះគាត់ឈ្មោះអីភ្លេចបាត់ហើយពេលហ្នឹងដែរលៀនជូក៏បានដើរមករួចក៏និយាយថាតើគេនៅឯណាមកដល់សួរអញ្ចឹងហ្មងបន្ទាប់មកក៏អ្នកជំនួយការហ្នឹងក៏ប្រាប់ថាគេកំពុងតែនៅជាន់ទី2ហើយគេក៏បានកាត់ត្រឡប់ទៅក្រោយវិញមុននឹងលៀនជូមកមន្ទីរពេទ្យហ្នឹងគឺពេលដែលចេញពីបន្ទប់តុងតុងពេលហ្នឹងក៏មានអ្នកនិយាយមកប្រាប់លៀនជូតាមទូរស័ព្ទថានៅក្នុងឯកសារតេស្តនោះគឺបញ្ជាក់ថាអត់មានបញ្ហាអីធំដុំទេគឺគ្រាន់តែកម្រិតអរម៉ូនរបស់គាត់ហ្នឹងគឺការឡើងហួសកម្រិតស្តង់ដារតែប៉ុណ្ណោះក៏ប៉ុន្តែពួកយើងរកមិនឃើញថាមានអ្វីខុសឬក៏មូលហេតុអីដែលបង្កឲ្យអរម៉ូនហ្នឹងវាឡើងហួសកម្រិតបែបហ្នឹងឡើយអញ្ចឹងមានន័យថាវិទ្យាសាស្ត្រនៅក្នុងភពបច្ចុប្បន្នយើងគឺពិតអត់ដឹងថាជាកម្រិតផេរ៉ូម៉ូនរបស់អូមេហ្គាអីទេគឺគេឃើញថាកម្រិតអរម៉ូនវាឡើងទៅគឺបណ្ដាលឲ្យក្តៅខ្លួនហើយក៏ធ្វើឲ្យស្លាប់អីអញ្ចឹងបើរកពីអ្វីផ្សេងទៀតក៏អត់ឃើញទេពេលហ្នឹងលៀនជួឡើងកពុលមុខតែម្ដងយកដៃទៅញីថ្ងាសផងរួចក៏គិតក៏និយាយថាចេះឬមួយក៏វាកើនឡើងដោយសារតែថ្នាំញៀនទៅដឹងអីលោកព្រះឃើញគ្នាស្គមគិតតែគ្នាជក់ថ្នាំមែនលៀនជូអ្នកនៅក្នុងខ្សែទូរស័ព្ទទាំងទៀតក៏បាននិយាយថាគឺมันមានរឿងបែបនោះទេគឺនៅក្នុងការត្រួតពិនិត្យនឹងអត់មានអីឡើយពួកយើងបានធ្វើតេស្តមើលឲ្យរួចអស់ហើយបន្ទាប់មកគាត់ក៏សួរទៀតថាតើលោកច្បាស់ទេច្បាស់អត់ថាវ័យហ្នឹងគឺផឹកស្រាពេលនោះលៀនជូក៏សួរបាត់ទាំងឆ្ងល់ទៅវិញថាម៉េចមានរឿងអីមែនទេលេខាក៏បាននិយាយទៀតថាអត់ទេលោកលៀនគ្រាន់តែថារបាយការណ៍ដែលធ្វើតេស្តឈាមបានបង្ហាញថាវាអត់មានជាតិអាល់កុលនៅក្នុងឈាមរបស់វ័យសំបីតែមួយតែម្ដងគឺ0អត់មានជាតិអាល់កុលទេហើយគេក៏បានកាត់មកដល់បច្ចុប្បន្នវិញនៅពេលដែលលៀនជួបានបើកទ្វារចូលមកក្នុងបន្ទប់ឃើញវ័យកំពុងតែគេហ្នឹងហើយពេលហ្នឹង
ជំនួយការក៏ប្រាប់ដែរថាវាបញ្ជាក់ច្បាស់ហើយថាលោកថាវ័យយើងហ្នឹងគឺអត់មានបានផឹកស្រាអត់មានបានផឹកស្រាសំបីតែបន្តិចហ្មងណាហើយក៏ឃើញគេដកប្រដាប់ស្ទង់កម្ដៅឡើងមកឃើញនៅលើកម្ដៅហ្នឹងគឺ38អង្សាចុច7អ្នកនរគ្នាហើយក៏គាត់និយាយថាកម្ដៅរបស់វ័យហ្នឹងគឺនៅតែមិនទាន់ថយចុះនៅឡើយទេគេក៏បានសួរទៅកាន់លៀនជូថាមុនពេលដែលលោកមកដល់ពេទ្យហ្នឹងគ្រូពេទ្យក៏បាននិយាយថានៅក្នុងរឿងហ្នឹងគេហៅវ័យថាលោកឈិនប៉ុន្តែអត់មានហៅថាវ័យចុះវ័យត្រូវតែស្ថិតនៅក្នុងក្រោមការត្រួតពិនិត្យរបស់មន្ទីរពេទ្យរហូតដល់ពេលពាក់កណ្ដាលយប់សិនប្រសិនបើថ្ងៃស្អែកនៅតែឡើងកម្ដៅហើយខ្លួននៅតែក្ដៅអញ្ចឹងទៀតទេគឺនៅមិនអាចថយចុះទៀតអញ្ចឹងពួកគេនឹងត្រូវតែបញ្ជូនវ័យទៅមន្ទីរពេទ្យធំជាបន្ទាន់អានេះប្រហែលជានៅក្នុងផ្ទះបើមិនអញ្ចឹងនៅមន្ទីរពេទ្យអត់ទាន់ច្បាស់ដែរអ្នកនរគ្នាហើយក៏ឃើញថាលៀនជូកន្លែងនោះដូចព្រួយបារម្ភហើយក៏ស្លាប់ហើយទៅមើលទៅកាន់មុខវ័យគឺឡើងក្រហមមែនតើចំណែកលៀនជូក៏រៀងរបៀបមានកំនួយគិតអីមួយបន្ទាប់មកក៏ស្ងាត់បន្ទាប់មកក៏ប្រាប់ឲ្យទៅជំនួយការថាឯងត្រឡប់ទៅវិញសិនទៅជំនួយការក៏ឆ្លើយបាតរួចក៏បានបិទទ្វារដើរចេញទៅលៀនជូក៏បាននិយាយទៅកាន់វ័យចេះឈប់ធ្វើពុតទៀតទៅគាត់តែគេមើលមកគេដឹងថាវ័យធ្វើពុតហ្មងណាចំណែកវ័យពេលហ្នឹងក៏បានបើកភ្នែកមកហើយមុខឡើងក្រហមគ្នាតាមពិតគ្រាន់តែក្តៅខ្លួនហើយក៏ស្លាប់វាពិតមែនប៉ុន្តែរបៀបថាធ្វើពុតបន្ថែមទៀតទៅដើម្បីកុំឲ្យគេចាប់អារម្មណ៍ដឹងច្រើនពេកហើយសាច់រឿងភាគទី9របស់យើងក៏បានចាប់ត្រឹមនេះបើសិនជាមានកំហុសខុសឆ្គងសូមអ្នកនរគ្នាអធិស្ឋានដល់មានផងហើយដូចស្ដាប់ឮនៅក្នុងវីដេអូមួយនឹងចឹងគឺសលេងមានគឺចាប់ដើមស្អកទៀតអ្នកនរគ្នាតាំងពីមកពីជុំវិញមកគឺបែកសលេងខ្លាំងសលេងគឺបែកងាងតែម្ដងអត់មានស្មានថាថ្ងៃនោះអត់មានអាចសម្រាប់រឿងអ្នកនរគ្នាបានតែព្រោះអីសលេងវាឡើងអញ្ចឹងខំប្រឹងណាខំប្រឹងសម្រាប់ខ្លាចអត់មានរឿងអ្នកនរគ្នាមើលវិញឆ្ងាយអញ្ចឹងសូមអ្នកនរគ្នាបាយបាយអញ្ចឹងសម្រាប់អ្នកដែលចង់ចូលក្រុម VIP អីអាចឆាតមកមានផ្ទាល់ដែលមានបាន pin account របស់មាននៅក្នុងក្រុមហ្នឹងអ្នកនរគ្នាអាចចូលមើលក្នុងក្រុមបានអាចសួរព័ត៌មានបន្ថែមអីទៀតក៏បានដែរសម្រាប់អ្នកដែលបាត់ភាគឬក៏រក channel អត់ឃើញអីព្រោះមានផុសរឿងយ៉ាងច្រើន channel ដែរអញ្ចឹងអ្នកនរគ្នាគ្រាន់តែចូលក្នុងក្រុម Telegram ដែលមានបានដាក់ហ្នឹងទៅហើយបើសិនជាចូលក្នុងក្រុមនោះអត់កើតអាចឆាតមកមានផ្ទាល់បានចាំ admin add អ្នកនរគ្នាចូលព្រោះមានបញ្ហាមានគ្នាយើងខ្លះគាត់ចូលអត់កើតព្រោះឯក្រុម Telegram ហ្នឹង admin គឺជាកន្លែងទុកព័ត៌មានបាត់មានទាំងអស់ហ្មងណា admin មានបញ្ហាអីពី channel មួយណាអី admin អត់បានផុសរឿងឬក៏បញ្ហាអីណាមួយ admin នឹងផុសចូលទៅក្នុងនឹងឲ្យអ្នកនរគ្នាដឹងហើយអ្នកដែលចង់ឆាតមកមានផ្ទាល់អី admin នឹង pin account admin នៅក្នុង comment អរគុណអ្នកនរគ្នា